មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍កំពុងជួយសិស្សានុសិស្សនៅទីជនបទជាពិសេសនៅក្នុងគ្រួសារដែលមានជីវភាពខ្វះខាតឲ្យប្រែក្លាយខ្លួនទៅជាអ្នកជំនាញលើវិស័យបច្ចេកវិទ្យា Digital ពួកគេនៅពេលអនាគតនឹងក្លាយទៅជាធនធានមនុស្សដែលមានសក្តានុពលរបស់ជាតិចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាស្ដែងសិស្សានុសិស្សដែលកំពុងតែសិក្សានៅក្នុងវិទ្យាល័យសុកអានត្រាំខ្នែស្ថិតនៅក្នុងឃុំត្រាំខ្នែស្រុកបាទីខេត្តតាកែវដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍បានចាប់ផ្ដើមដំណើរការនៅក្នុងរយៈពេលខ្លីប៉ុណ្ណោះបានធ្វើឲ្យសិស្សជាច្រើនស្គាល់នៅមុខងាររបស់កុំព្យូទ័រចេះសរសេរចេះបង្កើតនៅ website ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះពួកគេមួយចំនួនចេះសរសេរកូដអាចបង្កើតកម្មវិធីមួយចំនួននិងឈានទៅដល់ការចូលរួមប្រកួតប្រជែងថ្នាក់ជាតិផងដែរផ្លែផ្កាទាំងអស់នេះក៏កំពុងដើរស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងការបង្កើតធនធានមនុស្សផ្នែកវិស័យ Digital ដោយត្រូវការពួកគេមកចូលរួមឲ្យសម្រេចបាននៃចក្ខុវិស័យកម្ពុជាឆ្នាំ2030ប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់និងចក្ខុវិស័យកម្ពុជាឆ្នាំ2050ប្រជាពលរដ្ឋមានចំណូលកម្រិតខ្ពស់ឬជាប្រទេសអភិវឌ្ឍលោកមីវនរៈសិទ្ធដែលជាគ្រូបង្រៀនជំនាញបច្ចេកវិទ្យា IT នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ស្ថិតនៅក្នុងវិទ្យាល័យសុកអានត្រាំខ្នែបានដឹងថាបច្ចុប្បន្ននេះសិស្សនៅវិទ្យាល័យសុកអានត្រាំខ្នែកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលដែលមានចាប់ពីកម្រិតថ្នាក់ទី10ដល់ទី12ដែលផ្ដោតទៅលើការសិក្សាបច្ចេកវិទ្យាចំណេះដឹងទូទៅនៅផ្នែកវិជ្ជាជីវៈបើជាក់ស្ដែងមជ្ឈមណ្ឌលនេះគឺទំបង្កើតឲ្យសិស្សគាត់ចូលរៀនខ្ទង់ខែ5នេះទេបាទបើតែខ្ញុំចាំអត់ភ្លេចគឺខ្ទង់ខែ5ដែលបាទឆ្នាំ2025អញ្ចឹងសិស្សទើបតែសិក្សាបានមួយឈុំមាសពេញទេហើយនឹងបន្តនៅឆ្នាំសិក្សាថ្មីបាទសិក្សាថ្មីហ្នឹងគឺយើងចូលរៀនខែ11ហើយនឹងដល់ខែ2នេះបើគិតទៅទើបតែ3ខែដែលសិស្សបានចូលរៀនអញ្ចឹងខ្ញុំឃើញថាសិស្សយើងមួយចំនួនធំគឺបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលអញ្ចឹងគាត់ឃើញថាគាត់ស៊ាំជាមួយនឹងការរៀនកុំព្យូទ័រជាពិសេសពាក់ព័ន្ធជាមួយនឹងអនឡាញបាទពីមុនបើចំនួនខ្ញុំរៀនគឺកុំព្យូទ័រគឺអត់មានអនឡាញទេអញ្ចឹងប្រើបានតែមានកម្រិតតែឥឡូវនេះដោយសារចំនួនយើងក៏មានអនឡាញអញ្ចឹងសិស្សគាត់អាចសិក្សាស្រាវជ្រាវបានទូលំទូលាយជាងមុនដោយសារយើងមានអ៊ីនធឺណិតគ្រប់គ្រាន់ហើយឃើញថាសិស្សយើងមួយចំនួនធំគឺគាត់ឆាប់ចាប់បានដែរដល់ពេលយើងបរៀនទៅបាទជាក់ស្ដែងចាប់ដូលនេះគឺអត់មានបរៀន Word Excel ទេបាទគឺយើង focus ទៅលើ online ទាំងអស់កម្មវិធីយើងបរៀនគឺ90% គឺប្រើ online ដូចជា Google Doc Google Classroom ជាមួយនឹង Google Slide Code.org Scratch-Ink សុទ្ធតែ online ទាំងអស់កម្មវិធីទាំងអស់ហ្នឹងគឺដើម្បីឲ្យសិស្សគាត់ស៊ាំនឹង onlineបើសារឥឡូវគឺយើងប្រើបច្ចេកវិទ្យាអនឡាញច្រើនតែអញ្ចឹងទៅកម្មវិធី Word Excel អីហ្នឹងគឺយើងអត់បានបរៀនទេហើយ Word Excel ជាមួយ Google Doc Google Slide អីហ្នឹង Google Sheet គឺវាស្រដៀងគ្នាអញ្ចឹងខុសត្រង់មួយ online មួយ offline អញ្ចឹងចំនួននេះគឺអត់ប្រើ offline ទេគឺប្រើ online បាទដោយសារតែឥឡូវនេះឃើញថាក្មេងៗជាមួយបច្ចេកវិទ្យាគឺអត់ពិបាកបរៀនគាត់ទេបើណាគាត់លឿននឹងការចាប់យកបាទហើយបើប្រៀបធៀបចំនួនខ្ញុំកាលនៅរៀនគឺអត់នឹងមានកុំព្យូទ័រប៉ះផងបាទនិយាយទៅសាលាគឺអត់មានកុំព្យូទ័រឲ្យយើងរៀនទេតែមកដល់ពេលនេះសិស្សគាត់អាចមាន lab គ្រប់គ្រាន់មានទាំងអ៊ីនធឺណិតហើយបន្ទប់សិក្សាក៏ពោពេញដោយផាសុកភាពទៀតបាទលោកគ្រូមីវនរៈសិទ្ធបានបន្ថែមទៀតថាសម្រាប់សិស្សថ្នាក់ទី10កំពុងសិក្សាមានចំនួន271នាក់ក្នុងនោះស្រីចំនួន146នាក់ថ្នាក់ទី11ចំនួន274នាក់ស្រីចំនួន138នាក់និងទី12ចំនួន251នាក់ស្រីចំនួន156នាក់យុវសិស្សជាតារោរៀននៅថ្នាក់ទី10នៅវិទ្យាល័យសុកអានត្រាំខ្នែរស់នៅក្នុងឃុំសុភីស្រុកបាទីខេត្តតាកែវមានឪពុកម្ដាយជាកសិករបានដឹងថាមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
កំពុងជួយសម្រាប់ក្តីសុបិនដល់រូបគេឲ្យបានរៀនជំនាញ IT ព្រោះជាបំណងប្រាថ្នាជាយូរមកហើយ បើកម្មមិនតន់បង្កើតមជ្ឈមណ្ឌលនេះខ្ញុំអាចបានរៀនផ្នែកកុំព្យូទ័ររៀននៅនេះបាន3ខែបាទកម្មពីមុនមិនតន់បានរៀនអត់ចេះអីសោះដល់ពេលបើបានរៀនឥឡូវផ្លេចច្រើនបានស្រាវជ្រាវឯកសារផ្សេងហើយបានយល់ដឹងពីលោកគ្រូបង្រៀនផ្នែកអនឡាញដូចជាdesign តាម Canva បង្កើត Google Doc Google Sheet ហើយនឹងទៅសេកូដហ្គេមផ្សេងខ្ញុំអរគុណដល់ក្រសួងវិទ្យាសាស្ត្រដែលបានបង្កើតវិជ្ជាមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះបាទបានឲ្យខ្ញុំបានរៀនដែលខ្ញុំជាកូនកសិករមិននឹកស្មានបានថារៀនផ្នែកកុំព្យូទ័រនេះបាទតាំងពីថ្នាក់នេះទៅបាទខ្ញុំសម័យចង់រៀនកុំព្យូទ័រតាំងពីតូចតែអត់មានលទ្ធភាពរៀនឥឡូវក្រសួងគាត់បានបង្កើតនេះមកឲ្យបានឲ្យខ្ញុំរៀនផ្នែកកុំព្យូទ័រខ្ញុំនឹងខិតខំរៀនសូត្រនិងចាប់យកជំនាញនេះឲ្យបានរៀនចេះដើម្បីបានជួយខ្លួនឯងផ្ទាល់គ្រួសារនិងសង្គមជាតិ ចំណែកឯយុវតីរ៉ូបូម៉ែរៀនថ្នាក់ទី10នៃវិទ្យាល័យសុកអានត្រាំខ្នារស់នៅក្នុងភូមិក្របីត្រាំឃុំចុងរុកស្រុកគងពីសីខេត្តកំពង់ស្ពឺបានដឹងថាការបន្តបានរៀននៅក្នុងមជ្ឈមណ្ឌលនេះសំបីតែកុំព្យូទ័រសឹងមិនដែលបានប៉ះគុំនិយាយអ្វីទៅដល់បានរៀនឬស្គាល់អ្វីពីមុខងារនីមួយៗរបស់កុំព្យូទ័រ ប៉ុន្តែពេលនេះមិនត្រឹមតែអាចសរសេរអក្សរលើក្តារកុំព្យូទ័រធម្មតាប៉ុណ្ណោះនោះទេរូបគេក៏ចេះសរសេរកូដនិងចេះកម្មវិធីមួយចំនួនទៀតផងដែរដែលការសិក្សានេះត្រឹមរយៈពេល3ខែប៉ុណ្ណោះ កាលមុនខ្ញុំអត់ចេះទាំងអស់តទៅខ្ញុំមករៀននៅវិទ្យាល័យនេះខ្ញុំបានចេះច្រើនចេះខាងសរសេរកូដចេះខាង design អីច្រើនចាពីមុនអត់ចេះសោះហ្មងនិយាយទៅកុំព្យូទ័រគឺខ្ញុំអត់ចេះសុទ្ធហ្មងកាលអត់ទាន់មានវិជ្ជាមណ្ឌលនេះភាគច្រើនសិស្សអត់សូវចេះខាង IT ទេតពេលទៅបើកទៅភាគច្រើនឃើញសិស្សចូលរៀនច្រើនកាលមុនអត់សូវមានសិស្សរៀនខាង IT ទេសូមអរគុណដល់ក្រសួងដែលបានបង្កើតកន្លែងវិជ្ជាមណ្ឌលនេះមកដែលជួយឲ្យពួកខ្ញុំបានចេះចាប់បានទាំងអស់ចេះខាងសរសេរកូដខាង design ខាងអីច្រើនខាង IT ច្រើន មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះមិនត្រឹមតែបានជួយដល់សិស្សដែលបានធ្លាប់សិក្សាផ្នែកបច្ចេកវិទ្យា IT ប៉ុណ្ណោះទេគឺបានជួយដល់សិស្សផ្សេងៗទៀតដែលធ្លាប់ប្រើប្រាស់កុំព្យូទ័រឲ្យពួកគេបានពង្រឹងចំណេះដឹងជំនាញ Digital នេះបន្ថែមទៀតទាំងផ្នែកស្រាវជ្រាវសរសេរកូដឬការបង្កើតកម្មវិធីអ្វីមួយដែលប្រើប្រាស់បច្ចេកវិទ្យា Digital នេះ ក្នុងនោះយុវសិស្សប៉ុនប៊ុនរតជាសិស្សថ្នាក់ទី10នៃវិទ្យាល័យសុកអានត្រាំខ្នារស់នៅក្នុងភូមិត្រពាំងសាបឃុំត្រពាំងសាបស្រុកបាទីបានដឹងថាកន្លងមករូបគេក៏ធ្លាប់ចេះប្រើប្រាស់កុំព្យូទ័របានតិចតួចតែក្រោយបានសិក្សានៅក្នុងមជ្ឈមណ្ឌលវិទ្យាសហគមន៍នេះគឺអាចប្រើប្រាស់កុំព្យូទ័របានទូលំទូលាយជាងមុនស្គាល់ពីមុខងាររបស់វាកាន់តែច្រើនចេះស្រាវជ្រាវនិងចេះសរសេរកូដជាដើម ខ្ញុំរៀនតាំងពីបើកខាងកលឹងវិជ្ជាជីវៈមកខ្ញុំអត់ដែររៀនកុំព្យូទ័រពីមុនតែមានកុំព្យូទ័រតាំងពីទី7ស្រាវជ្រាវអីខ្លួនឯងខ្លះៗអញ្ចឹងពីមករៀននេះមកខ្ញុំចេះបង្កើតឯកសារអីខ្លួនឯងហើយដូចជាការស្រាវជ្រាវលើប្រព័ន្ធអ៊ីនធឺណិតមិនរឿងបានក្រុមបាជាងមុនអញ្ចឹងគាត់ផ្ដោតនេះគាត់បរៀនមូលដ្ឋានគ្រឹះដូចជាការសរសេរកូដហើយការបង្កើតឯកសារ ផ្សេងការ design ជាមណ្ឌលនេះបានឲ្យយើងចេះផ្នែក digital នេះបានច្រើនហើយឲ្យយើងនឹងយល់ដឹងពីកុំព្យូទ័របានច្រើនជាងមុនដឹងពីបច្ចេកវិទ្យាបានច្រើនខ្លាំងខ្ញុំចង់ចេះរកជំនាញមកគឺ cyber security ហ្នឹងគឺការពារសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិតអញ្ចឹង ការសុវត្ថិភាពអ៊ីនធឺណិតលើអ៊ីនធឺណិតទៅបាន ចំណែកឯយុវតីយន់វ៉ាន់ញិនជាសិស្សថ្នាក់ទី12នៃវិទ្យាល័យសុកអានត្រាំខ្នារស់នៅក្នុងភូមិលវាឃុំអង្គពពែស្រុកគងពិសីបានដឹងដែរថាមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះបានផ្ដល់ឱកាសឲ្យរូបគេបានចេះជំនាញបច្ចេកវិទ្យាបានច្រើនក្នុងនោះចេះសរសេរកម្មវិធីបង្កើតហ្គេមហើយបានទៅចូលរួមប្រគល់ប្រជែងថ្នាក់ជាតិផ្នែកបច្ចេកវិទ្យាបង្កើតហ្គេមឆ្នាំ 2025 ដោយកម្មវិធីហ្គេមនេះមិនមែនលេងសម្រាប់ការចាញ់ឈ្នះនោះទេប៉ុន្តែជាហ្គេមសម្រាប់អប់រំ
សម្រាប់ខ្ញុំមជ្ឈមណ្ឌលនេះគឺជួយខ្ញុំបានច្រើនមែនតើមុននឹងខ្ញុំចូលរៀនមកដល់មជ្ឈមណ្ឌលនេះគឺខ្ញុំអត់សូវចេះអីទេមិនថាអត់ចេះអីសោះទេគឺដឹងខ្លះៗអំពី basic នៃកុំព្យូទ័រដូចជាមូលដ្ឋានគ្រឹះនៃកុំព្យូទ័រតិចតួចប៉ុន្តែបើសិនបើឲ្យខ្ញុំទៅសរសេរកូដឬក៏បង្កើត website ណាមួយខ្ញុំមិនអាចសរសេរបានទេប៉ុន្តែនៅពេលដែលខ្ញុំបានទទួលការសិក្សាជាមួយនឹងលោកគ្រូអ្នកគ្រូគឺយើងអាចធ្វើ website ដែលខ្លួនឯងបានបង្កើតកូដនិងរៀនយល់ដឹងអ្វីដែលនៅជុំវិញខ្លួនយើងបានជាងមុនសម្រាប់ខ្ញុំគឺបានចេះសរសេរកូដបង្កើត website ផ្សេងៗក៏ដូចជាការយល់ដឹងខ្លះៗនៃការបង្កើត game ផងបើសិនបើ game របស់ខ្ញុំផ្ទាល់បើសិនតែយើងទៅកន្លែងមើល game ផ្សេងៗគឺគេមានទាំងការឈ្នះនិងការចាញ់ប៉ុន្តែរ៉ាប់ game របស់ពួកយើងគឺពួកយើងបង្កើត concept អំពីការអប់រំអញ្ចឹងយើងអត់មានការឈ្នះការចាញ់ទេនៅពេលដែលយើងដោយសារតែពួកយើងកំណត់ event នៅពេលដែលយើងត្រូវរើសសម្រាមបានប្រមាណគឺវានឹងលោតជាផ្ទាំងមួយដូចជាការអបអរសាទរដើម្បីឲ្យពួកយើងធ្វើបន្ថែមទីចឹងទៅបើមិនបើយើងរើសអត់បានទេយើងនឹងអាចទទួលបានជាផ្ទាំងមួយនៃការដូចជាការលើកទឹកចិត្តអីផ្សេងជាចុងក្រោយនាងខ្ញុំសូមអរគុណទៅដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងប្រៃសណីគមនាគមន៍និងដែលបានបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានេះឡើងសម្រាប់ឲ្យពួកខ្ញុំរៀននិងការផ្ដល់កុំព្យូទ័រផ្សេងៗដើម្បីឲ្យកុមារាក៏ដូចជាកុមារីទទួលបានចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗផងដែររហូតមកដល់ពេលនេះក្រសួងប្រៃសណីនិងទូរគមនាគមន៍បានកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍បានចំនួន18កន្លែងដែលស្ថិតនៅក្នុងខេត្តតាកែវទាំងអស់រួមមាននៅវិទ្យាល័យប៊ុនអរឌីហ៊ុនសែនបាទីវិទ្យាល័យអគ្គមហាសេនាបតីតេជោហ៊ុនសែនអង្គព្រះស្ដេចវិទ្យាល័យហ៊ុនសែនថ្នោតជុំវិទ្យាល័យសុកអានខ្វៅវិទ្យាល័យអង្គរកែវិទ្យាល័យសុកអានដងខ្ពស់បរិយជលសាវិទ្យាល័យសុកអានថ្នល់បំបែកវិទ្យាល័យសុកអានព្រៃសណ្ដែកវិទ្យាល័យសុកអានទន្លាប់វិទ្យាល័យសុកអានសូបិនវិទ្យាល័យសុកអានទលេបាទីវិទ្យាល័យសុកអានត្រាំខ្នែវិទ្យាល័យប៊ុនរឌីហ៊ុនសែនភ្នំជីសូនៅវិទ្យាល័យសុកអាន1ឧសភាគូបញ្ជាក់ថាក្រសួងប្រៃសណីនិងទូរគមនាគមន៍សហការជាមួយក្រសួងអប់រំយុវជននិងកីឡាគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែក Digital នៅកម្ពុជាតាមរយៈការបង្កើតនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ឲ្យបានចំនួន558កន្លែងនៅទូទាំងប្រទេស